Hello សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្ញុំដង Pufa ហើយថ្ងៃនេះគឺអត់មានមេរៀនមកចែកអ្នកទាំងអស់គ្នាទេគឺខ្ញុំមករកហ្វីម្ដងអូខេអញ្ចឹងគឺថ្ងៃនេះគឺខ្ញុំមកបង្ហាញមេរៀនថ្មីដែលខ្ញុំទើបតែរៀបចំហើយសម្រាប់អ្នកដែលចង់រៀន Mix Hip Hop ឬក៏ Mix Hip Hop បន្ថែមអីចឹងឬក៏អ្នកធ្លាប់ចេះ Mix ហើយចង់បានរបៀបដែលខ្ញុំធ្វើការឬក៏ technique ដែលខ្ញុំធ្វើអញ្ចឹងណាអូខេអញ្ចឹងអាចតតមកខ្ញុំបានហើយខ្ញុំដាក់គំរូ before ហើយនិង after ឲ្យបន្តិចអញ្ចឹងអូខេឥឡូវយើងមើលខាងនេះអានេះ before ลูกได้ก็ได้นิ่งก็สไรท่ากรึดนิ่งเป๊กแต่ខ្ញុំចូលចិត្តញ៉ោអូខេឥឡូវយើងស្ដាប់ after ម្ដងลูกได้ก็ได้นิ่งก็สไรท่ากรึดนิ่ងเป๊កហើយមេរៀនរបស់ខ្ញុំមិនមែនមានតែ Mix Hip Hop ហើយ Mix Pop ក៏មានដែរMix Pop មានទាំង FL Cubase ហើយសម្រាប់ Hip Hop គឺខ្ញុំធ្វើបានតែ Cubase ទេ FL ខ្ញុំអត់បានថតដោយសារការថតការកាត់អីវាចំណាយពេលយូរពេកអញ្ចឹងទៅបើសម្រាប់ FL ប្រហែលជាមាននៅពេលក្រោយខ្ញុំនឹងធ្វើវីដេអូតែវារបៀបការ mix នៅលើ FL ហើយនឹង Cubase វាយើងអាចមើលបានបើអ្នកដែលគាត់ចេះ FL ខ្លះហើយគាត់មើលនៅក្នុង Cubase ក៏គាត់យល់ដែរហើយអ្នកតែរួមពីច្រើនបើអ្នកចេះទាំងពីរអាចមើលតែមួយអាចធ្វើបានទាំងពីរអូខេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេគឺមករកហ្វីអូខេដោយសារពីច្រើនមានអ្នកសួរខ្ញុំច្រើនដែរហើយតម្លៃវាខ្ពស់អានេះខ្ញុំធ្វើជាវីដេអូអញ្ចឹងខ្ញុំក៏ចែកតម្លៃអត់ធ្វើថ្លៃប៉ុន្មានដែរមកសមរម្យហើយខ្ញុំ free plugin software ផ្សេងៗឲ្យទាំងអស់គឺទាំង Windows ហើយនិង Mac អញ្ចឹងអាចទៅខ្ញុំបានហើយសម្រាប់លេខតំណែងនៅក្រោមវីដេអូខ្ញុំទាំងអស់គ្រប់វីដេអូគឺមានទាំងអស់ទាំង page ទាំង Facebook ទាំង Telegram មានទាំងអស់ប៉ុន្តែនៅតែមានអ្នក comment សួរអូខេអញ្ចឹងគឺមានតែប៉ុណ្្នឹងទេបាយបាយអ្នកទាំងអស់គ្នា